ពូនេះអើយខ្ញុំកំងមកកាត់តាមទូរស័ព្ទនេះពូហ្នឹងហើយឃើញមុននឹងស្អាតពូនេះហើយប៉ុន្តែជើងសក់ហ្នឹងគឺមិនបាច់យកសពេកចឹងក៏បានដែរពូឯងយកអើយមានជើងសក់មានអីតិចមកតែមិនបាច់ជើងសក់ហ្នឹងវែងពេកទេណាពូហ្នឹងអូខេចាំពូកាត់ឲ្យពូឯងកាត់កើតអត់ហ្នឹងហើយចាំសាកមើលសិនកាត់អីចាំទទួលយកមិនបានចាំកែគុណតាមហ្នឹងមិនកាត់មិនកាត់ទេកាត់ PM ពូនិយាយកាត់មិនពួកម៉ូត PM មិនកាត់ពូខ្ញុំស្រឡាញ់ម៉ូតសក់ចឹងងាប់ហើយដល់ពេលពូឯងកាត់និយាយថា PM អញ្ចឹងខ្ញុំស្រាវពូខ្ញុំខ្លាចតែខុសមែនពូឯងកាត់ PM តោះឥឡូវកុំតន់ភ័យបារម្ភតើឥឡូវទៅធ្វើសកម្មភាពយើងកាត់ទាំងអស់គ្នាបងប្អូនហ្នឹងឯងជាដំបូងឡើយគឺយើងដល់វគ្គកោបាត់ហើយបងប្អូនអើយកន្លែងតែនិយាយបញ្ចូលផ្លេចមើលកាត់ចោលបាត់ហើយហ្នឹងតើឥឡូវយើងធ្វើសកម្មភាពយើងកោបាត់ហើយបងប្អូនហ្នឹងហើយឥឡូវគឺថាវគ្គកោហើយបងប្អូនហ្នឹងហើយមុនកោយើងបាញ់ទឹកតិចមកបងប្អូនអធិស្ឋានបងប្អូនអើយលុយសលេងថា Telegram ចូលរហូតបដ ாய் បងប្អូនព្រឹកនេះហ្នឹងហើយឃើញថាយើងចាប់ដើមកោហើយបងប្អូនអើយបងប្អូនម៉ូតសក់នេះឃើញថាវាមានច្រើនប្រភេទចឹងណាបងប្អូនអ្នកខ្លះទៅក៏គាត់លើកកដាអ្នកខ្លះលើកទៀនអ្នកខ្លះលើកទៅខ្ពស់ខ្លាំងអីចឹងណាគេហៅវាតាមម៉ូតហ្នឹងទៅហើយតែសម្រាប់ជនជាតិយើងក៏មិនកាត់ម៉ូតនេះដែរបងប្អូនម៉ូតសក់លងសុងឯងបងប្អូនសម្រាប់ខ្មែរយើងចឹងបងប្អូនមានជើងសក់មានអីចឹងណាអានេះម៉ូតជនជាតិបងប្អូនគ្រាន់ថាគាត់ជ្រើសរើសកាត់អីចឹងទៅហើយដូចមិនដូចអីក៏អធិស្ឋានផងបងប្អូនហ្នឹងហើយអើយដោយសារអើយជើងសក់ជនជាតិគេអាមុនហ្នឹងគេយកអាលីងជើងសក់អីចឹងណាបងប្អូននឹងអាលីងកោផ្ដាច់តែម្ដងបងប្អូនតែដូចថាយើងកែកុនតិចតិចទៅបងប្អូនតាមតែភ្ញៀវគាត់កំងទៅគាត់ចង់បានជើងសក់យើងកែកុននេះគាត់តិចតិចដើម្បីឲ្យមានជើងសក់មានអីចឹងណាដើម្បីជាជនជាតិខ្មែរបងប្អូនបើថាយើងយកទាំងអស់ទៅវាអត់សូវសមបងប្អូនហ្នឹងឯងព្រោះខ្មែរយើងគឺចូលចិត្តជើងសក់ចឹងទៅបងប្អូនហ្នឹងហើយហើយក៏តាមតំបន់ចឹងទៅបងប្អូនហ្នឹងហើយយើងកាត់តាមម៉ូតមែនតែយើងកាត់យកអត់អស់ដូចពេកទេបងប្អូនហ្នឹងហើយក៏កាត់មិនដូចដែរបងប្អូនហ្នឹងហើយអធិស្ឋានផងហ្នឹងហើយខុសត្រូវយ៉ាងណាអធិស្ឋានហើយក៏មេឃើញវីដេអូហើយក៏ជួយកែតម្រូវផងថាយើងគួរកែចំណុចណាខ្វះខាតអីចឹងណាបងប្អូនឥឡូវយើងកាត់ហើយបងប្អូនឃើញថាសង្ហាហ្មងបងប្អូនសក់គាត់ហ្នឹងឃើញថាគាត់អត់ចូលចិត្តវេចភ្លីចឹងទេបងប្អូនគាត់ស្លាញ់បែបជ្រោកមកក្រោយហើយតម្លាក់មកធ្វើបាសជ្រងចឹងណាបងប្អូនហ្នឹងហើយហ្នឹងតាមតែស្ទាយនីមួយៗចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងទេភាគច្រើនកន្លែងខ្ញុំគឺខ្ញុំអើយអត់សូវកាត់ហើយអត់សូវចាប់ម៉ូតចាប់អីទេបងប្អូនដោយសារជាងអត់ចេះណាមួយអើយឃើញថាអើយកន្លែងខ្ញុំគឺគេអត់ចូលចិត្តលេងម៉ូតសក់ម៉ូតអីញ៉ៃមកវិចភ្លីវិចអីលាបសារាយលាបអីញ៉ៃទេថាកាត់ហើយគឺជ្រោកហើយតម្លៃ 5,000 រៀលកាត់ងាយបងប្អូនហ្នឹងហើយគឺថាអត់ញ៉ៃដូចនៅក្រុងឯនៅអីបងប្អូនយកមកផ្លឹងរួចបន្ទាត់ទេបងប្អូនអត់ទេខ្ញុំតែកាត់ហើយប៉ុណ្ណាគឺថតប៉ុណ្ណឹងហើយហ្នឹងហើយស្អាតជាស្រ័យបងប្អូនមើលទៅវាអត់ឃើញថាស្រូវសូវដូចថាតាក់ទាញប៉ុន្មានអញ្ចឹងណាហ្នឹងហើយដោយសារយើងអត់សូវចាប់ម៉ូតចាប់អីញ៉ៃទេបងប្អូនយើងតាមតែ style តាមតែភ្ញៀវគាត់កំងស្រឡាញ់ពេញចិត្ត